អាជីវកម្មសក្តានុពលទាំង5ប្រភេទដែលអ្នកអាចចាប់ផ្ដើមជាមួយលុយតិចតួចអាជីវកម្មមួយដែលមានការពេញនិយមក្នុងការចាប់ផ្ដើមពីសំណាក់មនុស្សទូទៅជាពិសេសសម្រាប់យុវវ័យកត្តាដែលធ្វើឲ្យអាជីវកម្មខ្នាតតូចមានការពេញនិយមក៏ព្រោះតែអាជីវកម្មប្រភេទនេះមិនសូវចំណាយដើមទុនច្រើនក្នុងការចាប់ផ្ដើមហើយក៏មិនទាមទារនូវបទពិសោធន៍ខ្ពស់ពីសំណាក់ម្ចាស់អាជីវកម្មឡើយទោះជាយ៉ាងណាមនុស្សមួយភាគធំមានដើមទុនគ្រប់គ្រាន់ដែលអាចឲ្យពួកគេចាប់ផ្ដើមអាជីវកម្មបានប៉ុន្តែអ្វីដែលរាំងស្ទះពួកគេមិនឲ្យមានការចាប់ផ្ដើមនោះក៏ព្រោះតែពួកគេមិនអាចស្វែងរកអាជីវកម្មមួយដែលស័ក្តិសមនឹងសមត្ថភាពក៏ដូចជាធនធានរបស់ខ្លួនដើម្បីជាគោលបំភ្លឺផ្លូវយើងនឹងលើកយកអាជីវកម្ម5ប្រភេទដែលអ្នកអាចគិតនិងពិចារណាក្នុងការចាប់ផ្ដើមនិងយកវាធ្វើជាអាជីវកម្មសម្រាប់ជីវិតទី1អាហារដ្ឋានតាមរថយន្តអាជីវកម្មប្រភេទនេះមិនចាំបាច់ឲ្យអ្នកចំណាយច្រើនទៅលើការជួលទីតាំងដែលមានតម្លៃថ្លៃនោះទេអ្នកគ្រាន់តែមានរថយន្តធុនមធ្យមមួយនិងធ្វើការតុបតែងរថយន្តនោះឲ្យទៅជាហាងចល័តលក្ខណៈពិសេសរបស់អាហារដ្ឋានចល័តនេះក៏អាចផ្ដល់លក្ខណៈងាយស្រួលសម្រាប់អ្នកក្នុងការទៅដល់ទីតាំងដែលមានមនុស្សច្រើនក៏ដូចជាកន្លែងដែលមានកម្មវិធីផ្សេងផងដែរការច្នៃសម្រាមក្នុងពេលបច្ចុប្បន្នយើងអាចសង្កេតឃើញថាសម្រាមមានការរាយប៉ាយស្ទើរតែគ្រប់ទីកន្លែងជាពិសេសនៅតាមទីក្រុងនិងទីប្រជុំជននានាបើគិតទៅពាក្យថាសម្រាមគឺជាអ្វីដែលគេបានបោះចោលទៅហើយដូច្នេះវាមិនចំណាយដើមទុនច្រើនក្នុងការចាប់ផ្ដើមនោះទេអ្នកអាចធ្វើការប្រមូលសម្រាមទាំងនោះទៅធ្វើការកែច្នៃជាវត្ថុប្រើប្រាស់ផ្សេងនិងដាក់លក់នៅលើទីផ្សារទី3សេវាកម្មគណនេយ្យដោយសារតែប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍដូច្នេះច្បាប់តឹងរឹងនៃការបង់ពន្ធនៃប្រាក់ចំណូលពីអាជីវកម្មនីមួយៗទៅកាន់រដ្ឋាភិបាលនៅមានចន្លោះប្រហោងជាច្រើនទោះជាយ៉ាងណាប្រហែលជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខបញ្ហាទាំងនេះនឹងត្រូវបានលុបបំបាត់ពេលនោះហើយដែលម្ចាស់អាជីវកម្មនីមួយៗត្រូវការជាចាំបាច់នៅក្រុមហ៊ុនដែលផ្ដល់សេវាកម្មគណនេយ្យដើម្បីជួយពួកគាត់ក្នុងការរៀបចំបញ្ជីនិងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនទី4សេវាកម្មស្វែងរកគូស្រករការស្វែងរកគូស្រករនេះមិនមែនជារឿងដែលងាយស្រួលប៉ុន្មានឡើយព្រោះថាបើអ្នកមិនបានដឹងពីព័ត៌មានរបស់ដៃគូច្បាស់លាស់ទេអ្នកនឹងអាចមានការបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ម្យ៉ាងវិញទៀតក្នុងសម័យបច្ចុប្បន្នយុវវ័យមួយភាគធំមិនចង់បានដៃគូជីវិតដោយការផ្សំផ្គុំពីសំណាក់ឪពុកម្ដាយឡើយដោយពួកគេចង់បានមនុស្សដែលខ្លួនស្គាល់និងស្រឡាញ់ពេញចិត្តកត្តាខាងលើនេះអាចជាឱកាសសម្រាប់អ្នកក្នុងការចាប់ផ្ដើមអាជីវកម្មជាលក្ខណៈប្រភេទស្វែងរកគូស្រករព្រោះវាចំណាយដើមទុនមិនច្រើនហើយថែមទាំងមានទីផ្សារធំទៀតផងអាជីវកម្មចុងក្រោយដែលយើងលើកយកមកនោះគឺស្តង់បន្លែផ្លែឈើធម្មជាតិរាល់បន្លែផ្លែឈើដែលបានដាក់លក់នៅក្នុងទីផ្សារបច្ចុប្បន្នភាគច្រើនត្រូវបានប្រើប្រាស់ថ្នាំគីមីដើម្បីរក្សាទុកឬដើម្បីឲ្យឆាប់ធំជាដើមចំពោះការទទួលទានរបស់អ្នកក៏អាចបង្កជាជំងឺទៅថ្ងៃក្រោយដោយសារតែអាហារមានជាតិគីមីទាំងអស់នោះផងដែរថ្លៃឱកាសមួយដែលអ្នកអាចទាញចេញពីវិបត្តិនេះគឺការលក់ផលិតផលដែលមិនប្រើសារធាតុគីមីអ្នកប្រហែលជាដឹងហើយថាមនុស្សសម័យបច្ចុប្បន្នមានការយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពយ៉ាងខ្លាំងហើយពួកគាត់មិនអាចជៀសផុតពីការប្រើប្រាស់បន្លែនិងផ្លែឈើដែលមានសារធាតុគីមីបានឡើយនេះមិនមែនដោយសារតែពួកគាត់ចង់ទិញទំនិញនៅក្នុងតម្លៃថោកនោះទេប៉ុន្តែព្រោះតែស្តង់ដែលលក់បន្លែផ្លែឈើមិនប្រើគីមីគឺមិនសូវជាមានច្រើន